Assalamualaikum fan សាវីកាថ្ងៃនេះធ្វើសម្លផ្លែទុរេនម្ជូរផ្លែទុរេនណាបងប្អូនមានដូចជាខ្ទឹមក្រហមខ្ទឹមសហើយអានេះសាច់ទុរេនដាក់មួយស្លាបព្រានេះទៅដាក់មួយស្លាបព្រាទៅពីរស្លាបព្រានេះគេហៅថាម្ជូរទុរេនណាឆ្ងាញ់ណាមកដាក់គល់ស្លឹកគ្រៃក្នុងនេះមានខ្ទឹមសខ្ទឹមក្រហមម្ទេសហិលហ្នឹងទៅតាមចំណូលចិត្តយើងដាក់ខ្ញុំដាក់3គ្រាប់ម្ទេសហិលពណ៌ក្រហមហើយខ្ទឹមម្លេវាធំខ្ញុំដាក់2មើមហើយខ្ទឹមសដាក់កន្លះមើមហើយដាក់ខ្ញីប៉ាន់មួយជើងអីចឹងទៅណាហើយដាក់ល្មៀតគេហៅអីល្មៀតរស់ចង់ពិបាកហៅជាភាសាម៉ាឡេគេហៅល្មៀតរស់នៅខ្មែរហៅល្មៀតស្រស់មែននិយាយត្រឡប់ត្រឡិនអញ្ចឹងពិបាកបកប្រែបងប្អូនបើនៅម៉ាឡេគេហៅល្មៀតរស់ល្មៀតស្រស់ហ្នឹងគេហៅល្មៀតរស់គូញៀតហ៊ីដុបឥឡូវចាក់ទឹកធម្មតាហើយរំងាស់វាដាក់អំបិលស្ករហើយនឹងម្ជូរស្ដាំនេះគឺម្ជូរអាសាំកាពីងនេះមានអត្ថប្រយោជន៍ណាបងប្អូនវាល្អសម្រាប់សម្រក់គីឡូភាគច្រើនគេដាំផឹកហើយបើថាម្សៅវាវិញលក់ថ្លៃបងប្អូនម្សៅវាមិនដឹងគេធ្វើគេយកពីក្របវាធ្វើឬក៏សាច់វាប្រហែលក្របញ៉ាំហើយឆ្អែតបាយអត់សូវនេះហ៎ដាក់ម្ជូរបើថាយើងអត់មានម្ជូរដូចប្រទេសគេដាក់ម្ជូរស្ដាំទៅនេះគេហៅអីផ្លេចប៊ីចេងផ្សំគ្រឿងឲ្យហើយទៅពេលយើងដាក់សាច់ទៅវាចូលជាតិល្អអញ្ចឹងណាក្រោយមកដាក់អំបិលពិបាកដែរមកខាងដាក់អំបិលដាក់ស្ករបើសិនជាទុរេនយើងទុរេនតែគេយកមកធ្វើទុរេននេះទុរេនសម្លណាគេចាំទុរេនដែរបើថានៅប្រទេសខ្មែរថាស្អុយអញ្ចឹងណាទុរេនមិនណាទុរេនដែរកុំជ្រាយបេះយកទៅសាច់ហើយទុកខាងក្រៅឲ្យវាជូរតិចហើយទុកក្នុងទូទឹកកកតែបើថាយើងអត់ចង់ញ៉ាំទុរេនជូរអញ្ចឹងទេយើងប្រើទុរេនស្រស់ក៏បានដែរទុរេនសាច់ទុរេនស្រស់តែឲ្យវាទុំចូលទៅធ្វើម្ហូបមួយមុខនេះបានហើយសាច់ត្រីដែលឆ្ងាញ់គឺជាសាច់ត្រីនេះសាច់ត្រីប្រានិងត្រីអីគេណាត្រីសាច់ណាតែត្រីអត់សាច់ក៏ធ្វើបានដែរត្រីឆ្លាំងត្រីខ្ទក់ត្រីចដោត្រីក៏ធ្វើបានដែរគាត់ថាជាទូទៅគេនិយមប្រើត្រីនេះបងប្អូនត្រីប្រាចឹងខ្ញុំធ្វើនេះរៀងច្រើនតិចអានេះប្រឡាក់ល្មៀតថ្ងៃមុនស្លអត់អស់វាលឿងដាក់ប៉ុណ្្នឹងហើយបន្លែវាគឺតសក់នៅប្រទេសម៉ាឡេភាគច្រើនធ្វើម្ហូបអត់លាយឡំមួយបន្លែគេដាក់គ្រាន់តែយកមកតិចទេបងប្អូនដាក់ច្រើនដូចនៅខ្មែរយើងថាសាឡម្ជូរសាច់ត្រីលាយគ្នាកម្រមានអត់មានទេបើថាគេធ្វើម្ជូរអញ្ចឹងណាម្ជូរនេះគឺត្រីសុទ្ធហ្មងហើយតសក់ហ្នឹងគេដាក់មួយអីចឹងណាគ្រាន់តែវាលម្អតិចតួចអីចឹងលេសាច់ស្លសាច់ដោយសាច់បន្លែដោយបន្លែអត់មានសាច់ទេបើថាគេធ្វើបន្លែភាគច្រើនគេដាក់តែប្រហិតតិចតួចហើយអញ្ចឹងភាគច្រើនជាទូទៅនៅប្រទេសម៉ាឡេអត់សូវចេះហូបបន្លែទេក្មេងៗប៉ុន្តែហូបសាច់ហើយនេះជីបងមន់ដាំខ្លួនឯងអញ្ចឹងទៅវារៀងអត់សូវស្រស់បន្តិចដាក់ឲ្យវាឈ្ងុយកាត់ឆ្អាបកាត់អីចឹងណាហើយរងាស់ដល់វាឆ្អិនតែប៉ុណ្្នឹងទេគ្រឿងផ្សំវាបងប្អូនហើយពេលហូបទៅផ្អែមធំក្លិនទុរេនជូរនិយាយទៅដូចសម្លម្ជូរគ្រឿងតែអត់មាននេះណាអីពេលយើងកិនអត់ដាក់នេះទេនេះគល់ស្លឹកគ្រៃយើងដុំដាក់ក្រៅក្នុងគ្រឿងដែលកិននេះអត់មានគល់ស្លឹកគ្រៃទេចឹងទៅសាក់ធ្វើទៅបងប្អូនអ្នកដែលមានទុរេនស្អុយធ្លាក់ពីលើដើមអីហ្នឹងគេច្រើនគេប្រើប្រភេទហ្នឹងព្រោះអីវាជូរប្រភេទសាច់ទុរេនជូរសាច់ទុរេនដែលចូលខ្យល់វាហែកមាត់វាជូរចឹងទៅយើងបកមកទុកក្នុងថូយកទៅឆាក៏បានដែរយកទៅឆាដាក់ម្ទេសដាក់ត្រីល្អិតដាក់អំបិលស្ករសម្រាប់ចុចបន្លែហូបក៏បានដែរអាហ្នឹងតែយើងឆាឲ្យដាច់ទឹកសិនតែបើទុកធ្វើស្លចង់ធន់បានយូរយើងលាយអំបិលតិចទៅយើងទុកតែខ្ញុំអត់ដឹងថាដាក់ក្រៅទៅវាជូរខ្លាំងក៏ដឹងដែរបើថានៅប្រទេសម៉ាឡេជូរហើយភាគច្រើនគេដាក់ក្នុងទូទឹកកកអញ្ចឹងណាគេហើយ